សួស្តីអ្នកគ្នាស្វាគមន៍មកកាន់អូម៉ៃវីស៊ីថ្ងៃនេះខ្ញុំមកលេងម៉ូដ Siren Head ណាមើលទៅថាំណែទៅដឹងអីចឹងឥឡូវចូល Minecraft ដំបូងមានអីក្រៅពីកាប់ឈើទេហ្នឹងហើយ Yeah ឥឡូវបន្ទាប់ពីយើងកាប់ឈើហើយឥឡូវខ្ញុំធ្វើការ crafting table តែម្ដងcraft ឈើចឹងគ្នា crafting table ឥឡូវពង craft គ្នាយើងមកឥឡូវបន្ទាប់ពីយើង crafting table ហើយគឺយើង craft stick ហើយបន្តមកគឺយើង craft pickaxe ចឹងណា craft pickaxe ហ្នឹងយើងបាទនេះគឺជា pickaxe គឺ craft ចេញឥឡូវទៅ craft សាមីឥឡូវគឺ craft ចេញគ្នាយើងបាទឥឡូវធ្វើការតម្បាញថ្មបើសិនឥឡូវបន្ទាប់ពីយើងម៉ាញថ្មហើយខ្ញុំធ្វើការមកផលិតរបស់ថ្មអញ្ចឹងណាយើង tool ថ្មឥឡូវយើង craft stick ទៀតមកឥឡូវគឺ craft ដាវ craft pickaxe ហើយ craft បន្ថែមមួយគ្នាយើងបាទឥឡូវខ្ញុំធ្វើការកាប់យក crafting table ខ្ញុំសិន boom បានហើយឥឡូវខ្ញុំធ្វើការទៅកាប់ផលិតគ្នាយើងបាទឥឡូវបន្ទាប់ពីយើងកាប់ហើយខ្ញុំធ្វើការទៅម៉ាញខ្ជុំឥឡូវគឺមកដល់ហើយឥឡូវបន្ទាប់ពីម៉ាញខ្ជុំហើយខ្ញុំធ្វើការបរិភោគអាឡឹកតែម្ដងគឺជាតិខ្លាំងមែនតើឥឡូវគឺខ្ញុំដើររកកន្លែងធ្វើផ្ទះសិនយើងឥឡូវគឺយើងកាប់ដើមឈើសិនកាប់មកដើមពីរដើមសិនយើងបាទឥឡូវបន្ទាប់ពីយើងងាប់ឈើហើយខ្ញុំធ្វើការដើររកកន្លែងធ្វើផ្ទះហ្នឹងយើងបាទផ្ទះគឺខ្ញុំមិនសូវធ្វើធំបានទេគឺខ្ញុំធ្វើតូចទេហ្នឹងហើយអ្នកគ្នាមើលបានគឺរៀងឡាកតិចហើយខ្ញុំបាទឥឡូវគឺខ្ញុំធ្វើការដើររកទៅផ្ទះអូផ្លេចគឺអ្នកគ្នាមើលវីដេអូមកដល់ខ្ញុំនេះកុំភ្លេច like សាបម្នាក់មួយផង subscribe ហើយឲ្យខ្ញុំមានកម្លាំងចិត្តធ្វើគ្នាយើងចឹងអ្នកគ្នាកុំភ្លេចណាគឺកុំភ្លេច like ម្នាក់មួយផងឥឡូវខ្ញុំបានធ្វើផ្ទះខ្ញុំហើយយើងបាទផ្ទះខ្ញុំទូចតែទេច្រើនហេតុបាទគឺខ្ពស់ខ្លាំងមែនតើនឹងបាត់អត់ដឹងបាត់ទៅណាទេយើងអូនេះកន្លែង Siren Head នេះមិញគ្នាបាទគឺឥឡូវគឺបន្ទាប់ពីយើងនេះហើយឥឡូវគឺមេឃរយប់ហើយឥឡូវជួបគ្នាពេលនេះហ្មងទៅពេលមេឃភ្លឺវិញឥឡូវទៅការកាប់សំប៊ីនេះមួយចែកឆ្ងាយអូគឺម្ដាយគឺឆែតែម្ដងគឺមេឃមិនតាន់យប់ទេខ្ញុំធ្វើការក្រាស់លបងដាក់ពាត់ជំវិញហ្នឹងគ្នាមើលបានបាទអាប្លោះនេះអាចចេញបានគឺមើលទៅ skin ខ្ញុំគឺតំណងខ្លាំងមែនតើគឺរូបជ័យអានេះគឺផ្ទះខ្ញុំបាទតូចដែរទេខ្ញុំខ្ជិលធ្វើធំសារខ្ញុំខ្ជិលលេង mode horror ខ្ញុំទៅលេងអានេះគឺ mode horror Siren Head ទេគឺpink sheep មិញគ្នាឃើញ pink sheep អត់ឥឡូវខ្ញុំដាក់អាំងសាច់សិនខុកសាច់ផ្លែតនេះគឺមន់បាទមន់ស្អាតតែមន់នេះវាអត់ដូរធ្វើប្រផែផងzombie villager តែខ្ញុំធ្វើការសម្លាប់ villager ចោល zombie villager ឥឡូវគឺអានេះគឺជារួមខ្ញុំzombie villager ឥឡូវធ្វើការកាប់មកខ្ញុំក៏ចូលមើលបន្តិចនោះខូលបាទតែខ្ញុំបានជីកទេឃើញខ្ញុំឃើញអាងឹតពេកខ្ញុំក៏ឡើងមកលើវិញហើយខ្ញុំនឹងត្រឡប់ទៅមើលមន់វិញមន់ស្អាតតែវាអត់ដូរទៅជាផែកឥឡូវគឺសាច់យើងឆ្អិនហើយផ្សេងទៀតសាច់យើងឆ្អិនខ្ញុំត្រូវការដាក់ដុតមួយទៀតទៅ4ទៀតឥឡូវគឺគឺមើលព្រះអាទិត្យលិចបាទគឺគឺ skin ឡយឥឡូវអង្គុយមើលព្រះអាទិត្យលិចទៅគ្នាបាទគឺអត់មានអីនិយាយទេហ្នឹងហើយ
ឥឡូវបន្ទាប់ពីព្រះអាទិត្យលិចយើងមករើសសាច់ឥឡូវខ្ញុំឃើញ skeleton ឥឡូវខ្ញុំរើសសាច់ខ្ញុំវិញបាទគេគឺអាលៀកគឺអាចមើលបានឥឡូវព្រះអាទិត្យលិចបាត់អីខ្ញុំបាទតែឃើញយ៉ាងឯងឥឡូវគឺខ្ញុំទៅកាប់ skeleton មួយគឺ skeleton គឺបាញ់ឡងមកក្រោយវិញខ្ញុំបាក់ប៊ីសងាប់ឥឡូវទៅការរត់ចូលផ្ទះហើយប៊ីសងាប់គ្នាខ្ញុំបានបិទទ្វារខ្ញុំចាំវាយវាតែកន្លែងហ្នឹងប៊ីសងាប់សល់បេះដូងមួយជ្រៀងកន្លែងនេះគឺប៊ីសងាប់នេះប៊ីសងាប់សល់មួយជ្រៀងបេះដូងមួយជ្រៀងឥឡូវគឺការអ៊ីតសាច់មួយសិនអញ្ចឹងគ្នាមើលលឺសំឡេងរំខាន sorry មែនតើឥឡូវបន្ទាប់ពីយើងអ៊ីតសាច់ហើយឥឡូវជួបគ្នានៅពេលខ្ញុំឃើញសារ៉ែនហេតហ្មងតាឥឡូវខ្ញុំបានឃើញសារ៉ែនហេតដាក់លោតពាក្យក្រាមកថារ៉ានណាអានេះមកគឺខ្ពស់មកហើយខ្ពស់ហើយធំវែងទៀតហើយស្គមឥឡូវគឺវាយខ្ញុំមួយដៃខ្ញុំអត់ឈឺទេឥឡូវខ្ញុំធ្វើការរកកន្លែងផ្លោះចោះទៅក្រោមវិញគឺផ្ទះខ្ញុំខ្ទេចបាត់ទៅហើយបាទឥឡូវខ្ញុំក៏បានរត់គឺអែតាមហើយបន្ទាប់ពីខ្ញុំអែគឺចឹងគ្នាមកម៉ូដហ្នឹងគឺមានតែប៉ុណ្្នឹងទេគឺ link ម៉ូដហ្នឹងគឺនៅក្រោម description តែគេមើលដល់ចប់គឺអត់ដឹងទេតែអ្នកមើលដល់ចប់គឺដឹងហើយ link ម៉ូដហ្នឹងមាននៅក្រោម description អញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរជួបគ្នានៅវីដេអូក្រោយបាយបាយ